បាទខ្ញុំបាទឈ្មោះម៉ៃវ៉ាន់តូវីតាសូមជម្រាបសួរលោកគ្រូនិងមិត្តរួមទាំងអស់គ្នានិងអ្នកដែលបានមើលវីដេអូនេះទាំងអស់គ្នាបាទនៅពេលនេះខ្ញុំបានមកធ្វើការអាននិងសង្ខេបមេរៀនការរំវាយតម្លៃអ្នករៀនដែលមានគុណភាពខ្ពស់បាទនៅចំពោះទី3អញ្ចឹងការវាយតម្លៃអ្នករៀនដែលមានគុណភាពខ្ពស់គឺតកតងទៅនឹងអឺទី1ការតម្រឹមជំហានក្នុងការសម្រេចបានភាពយុត្តិធម៌គឺចំណុចមានគោលដៅសាធារណៈនិងការវិតម្លៃឱកាសរៀនសូត្រតម្រូវការជាមុនជៀសវាងការលំអៀងរបស់គ្រូជៀសវាងការលំអៀងក្នុងការវិតម្លៃសម្របសម្រួលដល់សិស្សដែលមានតម្រូវការពិសេសបាទផលវិបាកមួយទីជំទៀតគឺផលវិបាកវិជ្ជមានទៅនឹងការរៀនសូត្រការលើកទឹកចិត្តការណែនាំភាពជាក់ស្ដែងប្រសិទ្ធភាពភាពស៊ាំជាមួយវិធីសាស្ត្រពេលវេលាភាពស្មុគស្មាញភាពងាយស្រួលនៃការដាក់បន្ទុកភាពងាយស្រួលនៃការបកស្រាយតម្លៃចំណុចមួយទៀតគឺតើតើទៅនឹងភាពជឿជាក់ភាពជាក់លាក់កំហុសសម្លេងរំខានការប៉ាន់ប្រមាណការអនុវត្តប្រភេទផុសតាងជាដើមទៅនឹងការជ្រើសរើសវិធីសាស្ត្រសមស្របប្រភេទនៃវិធីសាស្ត្រគឺវិធីសាស្ត្រដែលឆ្លើយតបដែលបានជ្រើសរើសការឆ្លើយតបដែលបានបង្កើតឡើងការអនុវត្តផ្ទាល់មាត់ការសង្កេតការវិនិច្ឆ័យដោយខ្លួនឯងការវិនិច្ឆ័យដោយមិត្តភ័ក្តិគូកងវិធីសាស្ត្រទៅនឹងគោលដៅគំរូសាកល្បងចំណុចមួយទៀតគឺច្បាស់លាស់នឹងរៀនសូត្រដោយសមស្របចំណុចទៀតទៅនឹងសុពលភាពភាពត្រឹមត្រូវការសន្និដ្ឋានការប្រើប្រាស់ផលវិបាកប្រភេទផុសតាងអានេះតើតើទៅនឹងការវិនិច្ឆ័យមួយទៀតយើងដល់និយាយពីការវិនិច្ឆ័យថ្នាក់រៀនដែលមានគុណភាពខ្ពស់អញ្ចឹងតើការវិនិច្ឆ័យថ្នាក់រៀនដែលមានគុណភាពខ្ពស់ជាអ្វីអញ្ចឹងវាគឺជាប្រពៃណីមួយគុណភាពនៃការធ្វើតេស្តទ្រង់ទ្រាយធំនិងស្តង់ដារត្រូវបានកំណត់ដោយវិសាលភាពដែលស្តង់ដារវាស់វែងផ្លូវចិត្តជាក់លាក់ដូចជាសុពលភាពជាក់លាក់ភាពជាក់លាក់និងភាពយុត្តិធម៌ត្រូវបានបំពេញដោយប្រើនីតិវិធីបច្ចេកទេសនិងស្មុគស្មាញខាងស្ថិតិសម្រាប់ការវិនិច្ឆ័យក្នុងថ្នាក់រៀនជាច្រើនគុណភាពបច្ចេកទេសស្មុគស្មាញទាំងនេះមានភាពពាក់ព័ន្ធតិចតួចនេះមិនមែនមានន័យថាគំនិតនៃសុពលភាពភាពជឿជាក់ឬភាពជាក់លាក់និងភាពយុត្តិធម៌មិនសំខាន់សម្រាប់ការវិនិច្ឆ័យនៅក្នុងថ្នាក់រៀនទេការវិនិច្ឆ័យក្នុងថ្នាក់រៀនដែលមានគុណភាពខ្ពស់គឺពាក់ព័ន្ធទៅនឹងលក្ខណៈវិនិច្ឆ័យជាច្រើនទៀតផងដែរដោយជំនួសផុសតាំងនៃសុពលភាពនិងភាពជាក់លាក់ដែលបានជំនួសដោយស្ថិតិជាមួយនឹងការព្រួយបារម្ភអំពីរបៀបនៃការវិនិច្ឆ័យមានឥទ្ធិពលលើការរៀនសូត្រនិងផ្ដល់របាយការណ៍ដែលយុត្តិធម៌និងគួរឲ្យទុកចិត្តបានអំពីសមិទ្ធផលរបស់សិស្សសម្រាប់អ្នកកត្តាកំណត់គុណភាពដ៏សំខាន់គឺរបៀបដែលព័ត៌មានឥទ្ធិពលលើសិស្សដូច្នេះការផ្ដោតអារម្មណ៍គឺទៅលើការប្រើប្រាស់និងផលវិបាកនៃលទ្ធផលនិងអ្វីដែលការវិនិច្ឆ័យធ្វើឲ្យសិស្សធ្វើដូច្នេះការវិនិច្ឆ័យថ្នាក់រៀនដែលមានគុណភាពខ្ពស់ផ្ដល់ផលដែលទៀងទាត់ទៅនឹងលើកកម្ពស់ការរៀនសូត្រការលើកទឹកចិត្តរបស់សិស្សដែលមានគោលដៅការវិនិច្ឆ័យក្នុងថ្នាក់រៀនដែលមានគុណភាពខ្ពស់គឺក៏ជួយជំរុញដល់ការសម្រេចចិត្តណែនាំផងដែរដូច្នេះដូចដែលបានបង្ហាញក្នុងពូទី1របស់យើងការយល់ដឹងអំពីការរៀនសូត្រនិងការលើកទឹកចិត្តការយល់ដឹងរបស់យើងថាសិស្សត្រូវការច្រើនជាងការបង្ហាញចំណេះដឹងសាមញ្ញនឹងគោលដៅច្បាស់សិក្សាច្បាស់លាស់និងសមស្របការតម្រឹមវិធីសាស្ត្រវិតម្លៃនិងគោលដៅសិក្សាសុពលភាពភាពជឿជាក់ភាពជាក់លាក់ភាពយុត្តិធម៌ផលវិបាកវិជ្ជមានការតម្រឹមភាពជាក់ស្ដែងនិងប្រសិទ្ធភាពនេះនិយាយពីគោលដៅនៃការសិក្សាច្បាស់លាស់និងសមស្របដូចក្នុងជំពូកទី1និងជំពូកទី2ការវិតម្លៃដ៏ល្អចាប់ផ្ដើមជាមួយនឹងគោលដៅសិក្សាច្បាស់លាស់និងសមស្របហើយគោលដៅក្នុងជំពូកគោលដៅស្ថិតក្នុងកម្រិតលំបាកត្រឹមត្រូវដើម្បីលើកទឹកចិត្តសិស្សដែរឬទេតើមានតុល្យភាពគ្រប់គ្រាន់រវាងគោលដៅប្រភេទផ្សេងគ្នាដែរឬទេតើគោលដៅទាំងនោះស្របនឹងគោលដៅរួមរបស់អ្នកនិងគោលដៅរបស់សាលារៀននិងស្រុកដែរឬទេ
តើគោលដៅទាំងនេះមានលក្ខណៈទូលំទូលាយគ្របដណ្ដប់គ្រប់ទិដ្ឋភាពសំខាន់ៗទាំងអស់ដែលអ្នកសង្ឃឹមថានឹងផ្លាស់ប្ដូរនិងត្រូវការមតិយោបល់ដែរឬទេតើលក្ខណៈវិនិច្ឆ័យការអនុវត្តរបស់សិស្សមានភាពច្បាស់លាស់ឬទេចម្លើយចំពោះសំណួរទាំងនោះធានាបាននូវការវិតម្លៃដែលមានគុណភាពខ្ពស់គោលដៅច្បាស់លាស់មានន័យថាសិស្សនិងគ្រូយល់ពីធម្មជាតិនៃការរៀនសូត្រដែលបានរំពឹងទុកនិងជំនាញសិស្សដែលបានកើតឡើងប្រភេទនៃការវិតម្លៃរូបភាព3.2ដែលបែងចែកពីវិធីសាស្ត្រតម្លៃផ្សេងគ្នាទៅ4ប្រភេទសំខាន់ការឆ្លើយតបដែលបានជ្រើសរើសការឆ្លើយតបដែលបានបង្កើតឡើងរបស់អឺការសង្កេតរបស់គ្រូនិងការវិតម្លៃដោយខ្លួនឯងរបស់សិស្សលក្ខណៈសម្គាល់សំខាន់នៃការវិតម្លៃក្នុងថ្នាក់រៀនភាគច្រើនគឺធាតុទាំងនោះប្រើទម្រង់ការឆ្លើយតបដែលបានជ្រើសរើសឬការឆ្លើយតបដែលបានបង្កើតឡើងនៅក្នុងទម្រង់ដែលឆ្លើយតបជ្រើសរើសសិស្សត្រូវបានបង្ហាញជាមួយសំណួរដែលមានចម្លើយដែលអាចធ្វើទៅបានពីរឬច្រើនបន្ទាប់មកសិស្សជ្រើសរើសជម្រើសដែលអាចធ្វើបានធាតុចម្លើយបានជ្រើសរើសទូទៅរួមមានចម្លើយជ្រើសរើសច្រើនចម្លើយពិតមិនពិតនិងការផ្គូផ្គងនេះជាទម្រង់ការវិនិច្ឆ័យការវិតម្លៃដោយខ្លួនឯងសំដៅទៅលើការរាយការណ៍របស់សិស្សឬការវិតម្លៃខ្លួនឯងនៅក្នុងការវិតម្លៃខ្លួនឯងលើសមិទ្ធផលសិក្សាសិស្សវិតម្លៃការអនុវត្តផ្ទាល់ខ្លួនរបស់ពួកគេទាក់ទងទៅនឹងស្តង់ដារនិងលក្ខណៈវិនិច្ឆ័យដែលបានបង្កើតឡើងនៅក្នុងសារពើភ័ណ្ឌរាយការណ៍ដោយខ្លួនឯងសិស្សបានស្នើសុំឲ្យបំពេញទម្រង់បែបបទឬឆ្លើយសំណួរដែលបង្ហាញពីអាកប្បកិរិយានិងជំនឿរបស់ពួកគេអំពីខ្លួនឯងឬសិស្សដទៃទៀតប្រភេទនៃការវិតម្លៃដែលទាក់ទងដែលពាក់ព័ន្ធកើតឡើងនៅពេលដែលមិត្តភក្តិវាតម្លៃឬវាតម្លៃការបង្ហាញការសិក្សារបស់គ្នាទៅវិញទៅមកការវាតម្លៃដោយមិត្តភក្តិអាចមានប្រសិទ្ធភាពប៉ុន្តែមានការលំបាកច្រើនទៅជាមួយនឹងសុពលភាពតើសុពលភាពជាអ្វីសុពលភាពភាពជឿជាក់ជាក់លាក់និងយុត្តិធម៌គឺជាលក្ខណៈវិនិច្ឆ័យទាំង3ដែលបង្កើតឡើងជាសសរស្តម្ភនៃការវិតម្លៃល្អប្រសិនបើផ្ដោតទៅលើលក្ខណៈវិនិច្ឆ័យទាំង3នេះនឹងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការវិតម្លៃដែលមានគុណភាពខ្ពស់លក្ខណៈវិនិច្ឆ័យពីដំបូងគឺមានសារៈសំខាន់ពិសេសពីព្រោះវានិយាយពីភាពត្រឹមត្រូវនិងភាពសមស្របនៃបន្ទុកដែលទទួលបានពីការវិតម្លៃនីមួយៗអញ្ចឹងវាមានគុណភាពខ្ពស់ថ្នាក់រៀនការវិតម្លៃគឺស្ថិតនៅក្នុងនៅលើសុពលភាពនិងភាពជឿជាក់ភាពយុត្តិធម៌គឺចង់និយាយថាទាំង3ហ្នឹងគឺស្ថិតនៅក្នុងគុណភាពខ្ពស់នៃការវិតម្លៃក្នុងថ្នាក់រៀនបាទតើតើនឹងភាពជឿជាក់និងភាពជាក់លាក់តើបន្ទុកដែលអាចទុកចិត្តបានជាក់លាក់ជាអ្វីដូចទៅនឹងសុពលភាពដែរពាក្យថាភាពជឿជាក់ត្រូវបានគេប្រើអស់រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីពិពណ៌នាអំពីលក្ខណៈសំខាន់នៃការវិតម្លៃដ៏ល្អមួយសម្រាប់ការវិតម្លៃក្នុងថ្នាក់រៀនអ្វីដែលឥឡូវនេះហៅថាភាពជឿជាក់ឬភាពជាក់លាក់គឺតើតើទៅនឹងវិសាលភាពដែលបន្ទុកគ្មានកំហុសគ្មានសម្លេងរំខានឧបមាថាលោកស្រី Calder កំពុងវាតម្លៃជំនាញបោកនិងដករបស់សិស្សគាត់សម្រេចចិត្តឲ្យសិស្សនៅសំណួរ20បន្ទុកដើម្បីកំណត់ជំនាញរបស់គេជ្រុំមើលបាទចូលដល់ចំណុចទៀតនិយាយអំពីរបៀបកែលម្អភាពជឿជាក់នៃការវាតម្លៃក្នុងថ្នាក់រៀនអញ្ចឹងភាពជឿជាក់ល្អបំផុតច្រើនតែទទួលបាននៅពេលដែលរបស់របរមិនងាយស្រួលរកពេកពិបាកពេកដូចដែល
សង្កត់ធ្ងន់រួចមកហើយរបស់របរឬក៏អ្វីដែលពិបាកមធ្យមគឺល្អបំផុតទៀតដែលត្រូវបានសាងសង់យ៉ាងប្រុងប្រយ័ត្នគឺនឹងធ្វើឲ្យប្រសើរឡើងនៅភាពជឿជាក់ភាពជាក់លាក់គណៈពេលដែលធាតុដែលមានពាក្យពេចន៍មិនល្អមិនឬមិនច្បាស់លាស់នឹងបណ្ដាលឲ្យមានសម្លេងរំខានកាន់តែច្រើនការដាក់បន្ទុកកាន់តែមានគោលបំណងភាពជឿជាក់កាន់តែខ្ពស់ភាពយុត្តិធម៌ថាភាពយុត្តិធម៌ជាអ្វីអញ្ចឹងការវិតម្លៃដោយយុត្តិធម៌គឺការវិតម្លៃដែលផ្ដល់ឲ្យសិស្សទាំងអស់នៅឱកាសស្មើគ្នាក្នុងការបង្ហាញពីសមិទ្ធផលជាយុទ្ធសាស្ត្រនេះត្រូវបានសម្រេចដោយតម្លាភាពអំពីការរំពឹងទុកនៃការរក្សាលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់ការវិនិច្ឆ័យការអនុវត្តរបស់សិស្សនិងអនុវត្តមាននៃភាពលំអៀងការសម្របសម្រួលបាទជំនាញទីការសម្របសម្រួលតម្រូវការពិសេសនិងការរៀនភាសាអង់គ្លេសអញ្ចឹងភាពលំអៀងនៃភារកិច្ចវិតម្លៃមួយប្រភេទទៀតដែលទទួលបានការចាប់អារម្មណ៍ពេលនោះគឺតម្រូវការក្នុងការសម្របខ្លួនទៅនឹងសមត្ថភាពពិសេសរបស់កុមារដែលមានសមត្ថភាពពិសេសការវិតម្លៃគឺមានភាពលំអៀងបើសិនបើការអនុវត្តត្រូវបានប៉ះពាល់ដោយពិការភាពឬលក្ខណៈកំណត់ផ្សេងៗទៀតនៅពេលដែលសិស្សពិតជាមានចំណេះដឹងឬជំនាញកំពុងត្រូវបានវាស់វែងម្យ៉ាងទៀតនៅពេលដែលវាតម្លៃសិស្សមានសមត្ថភាពពិសេសអ្នកត្រូវកែប្រែភារកិច្ចវាតម្លៃដើម្បីកុំឲ្យលក្ខណៈវិកលភាពមិនមែនជាកត្តាក្នុងការអនុវត្តទេឧទាហរណ៍សិស្សដែលបាត់បង់ការស្ដាប់អាចត្រូវបានការណែនាំជាលាយលក្ខណ៍អក្សរដើម្បីបំពេញក្នុងការវិតម្លៃដែលផ្ដល់ឲ្យសិស្សដទៃទៀតទៅប្រមូលបាទអញ្ចឹងការសង្ខេបខ្ញុំសូមចប់តែប៉ុណ្ណឹង